លោកតាក្រងុយឬក្រមុយពេញនាមអ៊ុកអ៊ូគឺជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញមួយរូបក្នុងសម័យកាលអាណានិគមនិយមបារាំងដែលត្រូវបានគេទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ព្រានប្រដៅកាព្យនិងវោហារស័ព្ទជាច្រើនព័ត៌មានសង្ខេបនាមពេញអ៊ុកអ៊ូហៅងុយក្រោយទទួលគោរមងារជាភិរមភាសាអ៊ូកំណើតសតវត្សទី1865កុសត្រូវនឹងពស2408ទីកន្លែងកំណើតនៅភូមិព្រៃអណ្ដូងស្វាយឃុំកំបូលស្រុកភ្នំពេញបច្ចុប្បន្នស្រុកអង្គស្នួលខេត្តកណ្ដាលគ្រួសារឪពុកលោកឈ្មោះអុកធ្វើមេឃុំកំបូលមានគោរមងារជាចៅបញ្ញាធម្មធីរាម្ដាយលោកឈ្មោះអៀងមរណភាពកាលបរិច្ឆេទឆ្នាំ1936កុសពស2479ក្នុងចន្មាយុ71ឆ្នាំមូលហេតុដោយសាររោគទល់លាមកជីវិតនិងស្នាដៃក្នុងវ័យកុមារលោកបានរៀនសូត្រលេខពាន់និងអក្សរសាស្ត្រនៅវត្តបឹងចកហើយក្រោយមកលោកបានបួសជាសាមណេរនិងបំពេញឧបសម្បទាជាភិក្ខុក្នុងវត្តតែមួយក្រោយចាក់សិក្ខាបទទ្រង់ក៏បានធ្វើជាស្មៀនជូនឪពុកក្នុងការដើរហូតពុនស្រូវអញ្ញាលុះម្យ៉ាងទៀតលោកត្រូវបានព្រះបាទស៊ីសុវត្ថិព្រះមហាក្សត្រខ្មែរ1904-1927ព្រះរាជទានគោរមងារជាភិរមភាសាអ៊ូជាកិត្តិយសទទួលស្គាល់ចំពោះទេពកោសល្យខាងផ្នែកអក្សរសាស្ត្ររបស់លោកក៏ធ្លាប់បានប្រគំតន្ត្រីដោយប្រើឧបករណ៍សាដៀវដែលធ្វើអំពីឃ្លោកនិងឈើច្រត់អ្នកអាចស្វែងយល់ពីប្រវត្តិការអប់រំនិងកេរដំណែលរបស់លោកតាក្រងុយអ្នកព្រះភិរមភាសាអ៊ូកុមារភាពនិងការសិក្សាកុមារអុកអ៊ូគឺជាក្មេងឧស្សាហ៍រៀនសូត្រលោកបានរៀនសូត្រអក្សរនិងលេខនៅពាន់ដំបូងនៅវត្តអង្គបឹងចកភ្នោះជាសាមណេរបានបួសដើម្បីបន្តសិក្សាធម៌អាថ៌និងព្រះត្រៃបិដកហើយត្រូវបានគេសរសើរថាចេះដឹងជ្រាវជ្រះឧបសម្បទាជាភិក្ខុនៅអាយុ21ឆ្នាំលោកបានបំពេញឧបសម្បទាជាភិក្ខុក្នុងវត្តដដែលហើយបានស្វែងរករៀនវិបស្សនាកម្មដ្ឋានពីអាចារ្យជាច្រើនកន្លែងទៀតការចាក់សិក្ខាបទបន្ទាប់ពីគង់ភ្នោះបាន5ឆ្នាំលោកបានលាចាក់សិក្ខាបទមកប្រកបអាជីពជាគ្រឹះហោះនិងបានរៀបអាពាហ៍ពិពាហ៍បង្កើតកូនចំនួន6នាក់ស្នាដៃកំណាព្យអមតៈលោកតាក្រងុយបានបន្សល់ទុកនៅស្នាដៃអក្សរសាស្ត្រដ៏មានតម្លៃជាច្រើនកវីរូបនេះតែងតែនិពន្ធកំណាព្យហើយច្រៀងភ្លាមតាមសំនៀងសាដៀវយ៉ាងពីរោះស្នាដៃសំខាន់របស់លោកមានដូចជាច្បាប់ល្បើកថ្មីប្រើបទកាកតិនិពន្ធក្នុងឆ្នាំ1922ច្បាប់គេកាលថ្មីប្រើបទព្រំគីតិនិពន្ធក្នុងឆ្នាំ1922សេចក្តីរំលឹកដាស់តឿនប្រើបទពាក្យ7និពន្ធក្នុងឆ្នាំ1931ពាក្យការប្រដៅជនប្រុសស្រីប្រើបទពាក្យ7គេមិនទាន់ដឹងពីកាលបរិច្ឆេទពិតប្រាកដទេបណ្ដាំក្រមងុយប្រើបទព្រំគីតិការទទួលស្គាល់និងគេដំណែលរឿងរ៉ាវនៃការដាក់បញ្ចូលស្នាដៃរបស់លោកក៏ជារឿងគួរឲ្យចាប់អារម្មណ៍មួយដែរព្រះរាជបណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតធ្លាប់បានអញ្ជើញលោកទៅសម្ដែងអ្នកស្រីនិងមន្ត្រីមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំនួនវោហារស័ព្ទរបស់លោកទើបសុំឲ្យលោកច្រៀងម្ដងដើម្បីឲ្យមន្ត្រីកត់ចម្លងទុកអត្ថបទទាំងនោះត្រូវបានយកទៅបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីកម្ពុជាសុរិយាតាមរយៈស្នាដៃរបស់គាត់លោកតាក្រងុយត្រូវបានគេទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ព្រានប្រដៅដាស់តឿនដល់កូនខ្មែរនិងបង្កើតវោហារស័ព្ទខ្មែរស្នាដៃទាំងនេះត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនាំគ្នាទទួលស្គាល់ហើយបានក្លាយជាកេរដំណែលអក្សរសាស្ត្រដ៏សំខាន់មួយរហូតដល់សព្វថ្ងៃខាងក្រោមនេះជាការវិភាគស្នាដៃទាំង5របស់លោកតាក្រងុយអ្នកព្រះភិរមភាសាអ៊ូដែលនិពន្ធនៅដើមសតវត្សទី20 1. ច្បាប់ល្បើកថ្មី1922ច្បាប់ល្បើកថ្មីគឺជាស្នាដៃមួយក្នុងចំណោមស្នាដៃដំបូងគេបង្អស់របស់លោកតាក្រងាយដែលបាននិពន្ធឡើងនៅឆ្នាំ1922
អ្វីដែលធ្វើឲ្យស្នាដៃនេះមានលក្ខណៈពិសេសនោះគឺរូបស័ព្ទនៃការនិពន្ធរបស់គាត់គឺប្រើប្រាស់បទការគតិដែលជាបទការចាស់មួយប្រភេទប៉ុន្តែត្រូវបានគាត់ផ្ដិតយកមកប្រើប្រាស់ប្រកបដោយល្បិចកលនិងភាពប៉ិនប្រសប់សម្រាប់កវីដទៃការប្រើបទកគតិគឺដើម្បីនិយាយពីស្នេហាឬការពិពណ៌នាទេសភាពប៉ុន្តែសម្រាប់លោកតាក្រុងងុយវិញលោកបានយកបទដ៏ទន់ភ្លន់នេះមកប្រើជាឧបករណ៍សម្រាប់ដាស់តឿនអប់រំអ្នកស្ដាប់វិញពាក្យពេចន៍របស់លោកក្នុងស្នាដៃនេះត្រូវបានដកស្រង់ថាបើចង់ស្រាលខ្លួនរៀនសូត្រឲ្យមួនឲ្យមាំឲ្យស្ទាត់កុំចេះស្ទះស្ទើរល្ងាល្ងើឥតបត់បើចេះប្រកបប្រាក់រត់តាមហាវចំណុចនេះបង្ហាញយ៉ាងច្បាស់ពីរបៀបវារៈឬទស្សនៈរបស់លោកតាក្នុងការប្រើកំណាព្យជាមធ្យោបាយសម្រាប់កែប្រែសង្គមតាមរយៈការប្រើភាសាសាមញ្ញស្ដាប់ងាយយល់ប៉ុន្តែពីរោះរណ្ដំច្បាប់នេះអាចទម្លុះចូលទៅក្នុងគ្រប់ស្រទាប់វណ្ណៈរបស់សង្គមខ្មែរសម័យនោះស្នាដៃនេះមិនមែនគ្រាន់តែជាកំណាព្យសម្រាប់អានប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវបានលោកតាសូត្រផ្សំជាមួយតន្ត្រីជាពិសេសចាប៉ីដងវែងដើម្បីចរាចរតាមទីកន្លែងនានា 2. ច្បាប់គេកាលថ្មី1922ច្បាប់គេកាលថ្មីគឺជាកំណាព្យដែលត្រូវបាននិពន្ធឡើងក្នុងឆ្នាំ1922ដូចគ្នានឹងច្បាប់ល្បើកថ្មីដែរទោះបីជាត្រូវបានគេនិពន្ធក្នុងឆ្នាំដូចគ្នាក្តីក៏រូបស័ព្ទនៃការនិពន្ធមានលក្ខណៈខុសប្លែកគ្នាទាំងស្រុងប្រសិនបើច្បាប់ល្បើកថ្មីប្រើបទការកតិដែលមានសូរសំនៀងស្រាលទន់នោះច្បាប់គេកាលថ្មីត្រូវបានលោកតានិពន្ធដោយប្រើបទព្រំគិតិដែលមានសូរសំនៀងធ្ងន់ត្រឹមត្រូវនិងផ្ដុតពាក្យសម្ដីឲ្យស៊ីជម្រៅការបើកចំហបទនេះគឺដើម្បីបង្កើតនូវច្បាប់ផ្លូវការមួយដែលប្រជាជនខ្មែរគួរតែយកមកប្រតិបត្តិដោយដែលអ្នកស្រាវជ្រាវបានដកស្រង់កវីបានចាប់ផ្ដើមដោយប្រកាសថានេះបទព្រំប្រាជ្ញប្រាយខ្ញុំអធិប្បាយលើកល្បត់ល្បងប្រដៅកូនចៅផងចងជាច្បាប់ខុសនឹងត្រូវខ្លឹមសារនេះបង្ហាញថាវាមិនមែនគ្រាន់តែជាការប្រដៅស្រាលនោះទេប៉ុន្តែវាជាការដាក់ចេញនូវច្បាប់ក្រមមួយសម្រាប់ជីវិតដោយយកពាក្យប្រៀបធៀបដូចជាទឹកស្រែជន់លិចស្រូវនៅសំណល់សំណាបខ្ចីដែលជារូបភាពជិតស្និទ្ធនឹងជីវភាពកសិករស្នាដៃនេះបង្ហាញពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់លោកតាក្រុងងុយចំពោះការដួលរលំនៃសិលធម៌និងអត្តសញ្ញាណជាតិក្នុងយុគសម័យអាណានិគមដែលឥទ្ធិពលបារាំងកំពុងហូរចូលមកយ៉ាងខ្លាំងក្លា 3. សេចក្តីរំលឹកដាស់តឿន1931និពន្ធនៅឆ្នាំ1931ស្នាដៃសេចក្តីរំលឹកដាស់តឿនគឺជាសាក្សីមួយបង្ហាញពីភាពចាស់ទុំរបស់កវីក្នុងការប្រើប្រាស់បទពាក្យ7ក្នុងស្នាដៃនេះលោកតាក្រុងងុយបានផ្លាស់ប្ដូរពីការព្រៀនប្រដៅទូទៅជាការវិភាគយ៉ាងឆ្លៀសវៃអំពីមូលហេតុនៃភាពថយក្រោយរបស់សង្គមកសិករខ្លឹមសារចាប់ផ្ដើមឡើងដោយស្រស់ដីទៅកាន់អាចារ្យឬពួកអ្នកដឹកនាំសាសនាដែលធ្វើសកម្មភាពដែលគ្មានប្រយោជន៍ថាអាចារ្យនាំធ្វើខាតប្រយោជន៍តាមរយៈការចំអកដោយពាក្យប្រៀបធៀបដូចជាអ្នកខ្លះដាក់នំឲ្យសត្វចោមរោមចំណេញស្រមោចចោមរោមស៊ីលោកតាកំពុងតែរិះគន់យ៉ាងខ្លាំងទៅលើទំនៀមទម្លាប់ដែលអត់ប្រយោជន៍និងខ្ជះខ្ជាយធនធានវាជាការបង្ហាញនូវទស្សនវិជ្ជាដ៏ឆ្លៀសវៃមួយថាការគោរពបូជាដោយឥតគិតពិចារណាខណៈដែលជីវភាពខ្លួនឯងកំពុងវិនាសគឺជាការល្ងង់ខ្លៅឬជាការបោកប្រាស់មួយប្រភេទនេះគឺជាយុទ្ធសាស្ត្រអប់រំបែបថ្មីមួយដែលចោទសួរពីអញ្ញាធិបប្រពៃណីដើម្បីដាស់អារម្មណ៍អ្នកស្ដាប់ 4. ពាក្យការប្រដៅជនប្រុសស្រីប្រហែល1935ពាក្យការប្រដៅជនប្រុសស្រីគឺជាស្នាដៃដែលសរសេរក្នុងបទពាក្យ7ផងដែរប៉ុន្តែមានខ្លឹមសារមួយបែបខុសពីស្នាដៃផ្សេងទៀតវាហាក់បីដូចជាវចនានុក្រមនៃរាល់បញ្ហាប្រឈមក្នុងជីវិតគ្រួសារនិងទំនាក់ទំនង gender នៅក្នុងស្នាដៃនេះលោកតាលែងតែនិយាយអំពីរូបិយវត្ថុឬការងារទៀតហើយប៉ុន្តែងាកមកផ្ដោតលើទំនាក់ទំនងរវាងប្តីប្រពន្ធនិងជំនាញសង្គមគាត់បានព្រមានបុរសនិងស្ត្រីអំពីគ្រោះថ្នាក់នៃការបោកប្រាស់ភាពខ្ជិលច្រអូសនិងការចំណែនការចាប់ផ្ដើមដោយការអធិដ្ឋានថា
ខ្ញុំសូមបង្គំព្រះសម្មាសម្ពុទ្ធណាក្នុងត្រៃភពគឺជាលក្ខណៈនៃការអំពាវនាវឲ្យមានចិត្តបរិសុទ្ធក្នុងគ្រួសារវាមិនមែនគ្រាន់តែជាកំណាព្យអប់រំទេវាគឺជាសៀវភៅណែនាំជីវិតដែលត្រូវបានតែងយ៉ាងស្ទាត់ជំនាញដើម្បីឲ្យអ្នកស្ដាប់អាចយកទៅអនុវត្តបានភ្លាមៗ 5. បណ្ដាំក្រុមងុយប្រហែល1935បណ្ដាំក្រុមងុយគឺជាអ្វីដែលគេអាចហៅថាជាមរតកឬលិខិតប្រគល់ខាងវិញ្ញាណរបស់លោកតានិពន្ធផងដែរនៅក្នុងឆ្នាំ1935ប៉ុន្តែប្រើបទព្រំគីតិដែលជារូបស័ព្ទមួយធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាកំពុងស្ដាប់សំឡេងដ៏ជ្រាលជ្រៅពីបុព្វបុរសវាមានភាពខុសប្លែកយ៉ាងខ្លាំងពីព្រោះវាមានលក្ខណៈផ្ទាល់ខ្លួនជាងស្នាដៃដទៃទៀតជំនួសឲ្យការប្រដៅទូទៅលោកតាក្រុងងុយដូចជាកំពុងខ្សឹបប្រាប់រាល់កំហុសឆ្គងតូចតាចនៅក្នុងសង្គមពីមូលហេតុដែលនាំឲ្យល្ងង10ចេះពី3ការខ្វះការអប់រំមិនចេះលេខអក្សរនិងភាពខ្ជិលច្រអូសតាមរយៈស្នាដៃនេះលោកតាព្យាយាមពន្យល់ពីទំនាក់ទំនងរវាងភាពល្ងងខ្លៅនិងភាពក្រីក្រវាមិនមែនគ្រាន់តែជាការដាស់តឿនទេប៉ុន្តែជាការពិយាករណ៍លោកតាកំពុងចាក់ថ្នាំពុលតាមរយៈពាក្យសម្ដីដើម្បីព្យាបាលជំងឺសង្គមនិងបង្ហាញថាអនាគតរបស់កូនខ្មែរគឺអាស្រ័យលើការយល់ដឹងបរិបទនិងការកត់ត្រាទោះបីជាស្នាដៃទាំងអស់នេះមានសារៈសំខាន់យ៉ាងណាក្តីប៉ុន្តែដើមឡើយលោកតាក្រុងងុយមិនដែលយកវាទៅបោះពុម្ពជាក្បួនច្បាប់ទេការដែលយើងអាចអានកំណាព្យទាំងអស់នេះនាពេលបច្ចុប្បន្នគឺដោយសារតែលោកស្រី Susan Capelles ជាស្ថាបនិកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតដែលបានអញ្ជើញលោកតាមកសម្ដែងហើយបានឲ្យមន្ត្រីកត់ត្រាទុកក្រោយមកស្នាដៃទាំងអស់នេះត្រូវបានប្រមូលផ្ដុំនិងបោះពុម្ពផ្សាយជាផ្លូវការនៅក្នុងទស្សនាវដ្តីកម្ពុជាសូរិយានិងសៀវភៅច្បាប់ក្រុងងុយនៅឆ្នាំ1972